phố nó ngay để mấy ơi cái chi tam rồi mưa rồi sau khi nó kể thà chi bị bảy mong tam mùa mưa sau chúng ta ăn khơi mà ngày ăn khơi mong và nó dương bị sụt biết cái tao mà đó khơi mong cùi từ lưới chia có khơi đấy đôi chứ đấy tăng từ lưới phục lúc chúng ta group cái lại đôi chia từ chúng từ cọp Borneo từ Kalimantan từ từ lưới Mahakam cứ chi tam rồi bị ngay ta khơi mong hồi từ cái hai thà chung một vía từ lưới ra và đi nữa để dương thà cái lại nó chỉ phục đợm cái đặt một thà sau đi ra và đi nữa tạm bữa lại dương đặt đồ tạo chung một tạo sau bị con quýt cái là dương từ đó từ lưới ra và đi nó có dương tam rồi bị bảy ngày chúng ta khơi khơi là chạy đón đón mà cả hồi nó miền tây mới tiết nơi trong chuyện tây con của đền đĩa cô miền đấy cô bị bão mưa đây dùng miền bài chuyện đọc ba đọc ba thì quan dưới ní người ta còn mà lúng ní người ta miền bài chuyện hà sập bão ប្រជាជនក្នុងភូមិកាំពីមានជីវភាពប្រសើរជាងមុននាពេលបច្ចុប្បន្នដោយបានផ្លាស់ប្ដូរមុខរបរមកធ្វើចម្លាក់វត្ថុអនុស្សាវរីយ៍ដោយរូបផ្សោតធ្វើអំពីឈើជាដើមសមាជិកក្នុងគ្រួសារទាំងមូលបានចូលរួមជាមួយគ្នាគ្មានទំនេរដៃខ្លះអាឈើខ្លះឈូសខ្លះខាត់ខ្លះដាក់ពណ៌ធ្វើឲ្យរលោងនិងខ្លះលក់សិប្បកម្មគ្រួសារបានកើនឡើងគួរឲ្យកត់សម្គាល់ពីចំនួនមូលគ្រួសារនៅឆ្នាំ2006មកចំនួនប្រហែល200គ្រួសារនៅឆ្នាំ2010ដែលកម្លាំងពលកម្មសរុបជាពិសេសយុវជនពី400ទៅ500នាក់គ្រួសារខ្លះធ្វើការក្នុងមួយថ្ងៃរហូតដល់10ម៉ោងដែលធ្វើឲ្យពួកគេអាចរកចំណូលបានពី200ទៅ$300ក្នុងមួយថ្ងៃតាមពិតទៅឈើនឹងយើងភ័យច្រើនផុតគឺយើងមិនបានយកឈើល្អទេយើងចាំបើនេះភ័យឈើគឺភ័យឈើដែលអស់ជំរឿនមែនតើហើយឃើញនេះដូចអស់លោកឃើញស្រាប់ហើយគឺឈើអន់មែនតើដូច្នេះយកយើងអាចយកមកឆ្នៃប្រឌិតវាបានល្អហើយនេះទៀតនេះបាទនេះឃើញចិត្តតែឈើអស់ជំរឿនហើយបាទប៉ុណ្ណឹងក៏នៅតែទុកបានពេលចូលឆ្នាំខ្មែរឆ្នាំចិនបងប្អូនអ្នកតារាជួនកាលលក់អស់លីងមកហើយជាទូទៅជាប្រចាំគឺអ្នកសុកលក់ដាច់ដូចថាមកគ្រួសារយ៉ាងហោចក៏2គូក្នុងថ្ងៃជាទូទៅបើថ្ងៃពិសេសថ្ងៃចូលឆ្នាំខ្មែរឆ្នាំចិនគឺដាច់ខ្លាំងមកអត់ជួនកាលអត់ផ្សោតលក់មកហើយបើចេះពង្រីកតគ្នាដែលឃើញជោគជ័យហ្នឹងអ្នកនេះចេះផលិតតាមហ្មងខ្ញុំមានការសប្បាយរីករាយណាស់ព្រោះជាពិសេសបានជួយកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍របស់ខ្ញុំព្រោះពីមុនប្រជាជននៅនេះជាប្រជាជនមួយដែលក្រីក្រក្នុងចំណោមឃុំសវុកហ្នឹងគឺមានកាពីនេះជាភូមិក្រីក្រប៉ុន្តែឥឡូវកាត់ជួយកាត់បន្ថយភាពក្រីក្របានមួយភាគធំមកបាទពីមុនយើងមានផ្ទះស្បូវតូចឥឡូវយើងចាប់លើកផ្ទះក្បឿងបន្តគ្នាហើយផ្ទះណាក៏មានម៉ូតូជិះណាហើយមុនយើងទិញកស៊ីទិញកគីឡូប៉ុន្តែឥឡូវនេះយើងមានទិញកបានទិញម៉ូតូបានធ្វើផ្ទះនៅបានទៀតដូច្នេះបានន័យថាយើងជួយកាត់បន្ថយភាពក្រីក្រមកកម្រិតធំហ្មងក្រោយពីមានគណៈកម្មការអភិរក្សអភិវឌ្ឍផ្សោតទន្លេមេគង្គធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅកន្លែងនេះមានការប្រែប្រួលយ៉ាងគួរឲ្យកត់សម្គាល់មកបាទជាពិសេសរយៈ2ឆ្នាំចុងក្រោយនេះគឺប្រជាពលរដ្ឋគឺដូចថាមានជីវភាពកាន់តែឡើងគ្រួសារលោកអ៊ំប៉ែនសឿនជាឧទាហរណ៍ស្រាប់លោកអ៊ំឆ្លៀតពេលជួយគ្រួសារធ្វើផ្សោតក្រៅពីការងារស្នូលធ្វើស្រែកូនស្រីរបស់គាត់ប៉ែនខួចបានបង្កើតគ្រួសារថ្មីមួយតាមរយៈចំណូលពីសិប្បកម្មផ្សោតនេះបានទទួលដូចជាសងផ្ទះបានមួយខ្នងហើយនឹងទិញម៉ូតូបានមួយគ្រឿងទៅហើយនឹងសល់លុយប្រហែលជា$400-500នាថ្ងៃអនាគតសិប្បកម្មនៅក្នុងសហគមន៍អេកូទេសចរនឹងមានការរីកចម្រើនហើយចំណូលរបស់ប្រជាពលរដ្ឋក៏នឹងមានការកើនឡើងដែរប្រសិនបើសេវាផ្គត់ផ្គង់ថាមពលអគ្គិសនីត្រូវបានបង្កើតឡើងស្របតាមតម្រូវការរបស់សហគមន៍លទ្ធផលដែលទទួលបាននាពេលនេះសពបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋបានយល់ដឹងពីតម្លៃនៃអភិរក្សសត្វផ្សោតទន្លេមេគង្គសត្វផ្សោតគង់វង្សនឹងយូរអង្វែងគឺមានន័យថាប្រជាពលរដ្ឋអាចទទួលបានកម្រៃតកូនតចៅប៉ុន្តែបើផ្សោតបាត់បង់និងផុតពូជប្រជាពលរដ្ឋប្រកាសជាបាត់ចំណូលនិងលែងទទួលបានកម្រៃនៅនឹងកន្លែងទៀតហើយដូច្នេះដើម្បីនិរន្តរភាពជីវិតរបស់ផ្សោតដែលដូចជីវិតរបស់មនុស្សដែរនោះយើងទាំងអស់គ្នាត្រូវតែថែរក្សាដោយថែរក្សាជីវិតរបស់យើងអញ្ចឹងសំខាន់គឺយើងធ្វើឲ្យពលរដ្ឋមានការយល់ដឹងកាន់តែខ្ពស់ឡើងកម្រិតនៃការយល់ដឹងរបស់ពលរដ្ឋឲ្យពលរដ្ឋលោកក្តាប់បានលោកយល់អំពីអ្មិចទៅថាសេដ្ឋកិច្ចហើយធ្វើយ៉ាងណាឲ្យទីផ្សារសេដ្ឋកិច្ចឲ្យវាដើរមួយហើយទីផ្សារទេសចររបស់គាត់ឲ្យដើរដែរទន្ទឹមគ្នាហ្នឹងយើងត្រូវធ្វើពីហ្នឹង
តើតែគាត់មានទស្សនៈមួយគាត់ចេះរស់ដោយខ្លួនគាត់ចាប់ផ្ដើមផលិតដោយខ្លួនគាត់ចាប់ផ្ដើមធ្វើអីដោយខ្លួនគាត់យើងចេះលើកមានកម្លាំងចលករមួយយើងជួយគាត់រុញគាត់តិចម្ដងអ្វីគាត់ខ្វះខាតដែលគាត់មិនអាចរកបានយើងផ្ដល់ឲ្យគាត់អាណាដែលគាត់រកបានក្នុងស្រុកយើងឲ្យគាត់ធ្វើខ្លួនគាត់អាហ្នឹងគឺថាជាការមួយកែប្រែថាការយើងហៅថាការជួយគ្នាទៅវិញទៅមកណាការហៅថាកម្លាំងដែលរុញទៅវិញទៅមកជាមួយគ្នាវាធ្វើឲ្យធ្វើការពិវត្តជឿនលឿនបើគ្មានកម្លាំងទាំងពីរចូលគ្នាទេមានតែកម្លាំងតែរដ្ឋាភិបាលជួយទេអ្នកស្រុកអត់ធ្វើគឺអត់ចាញ់ទេតើតែកម្លាំងនោះធ្វើដោយស្ម័គ្រចិត្តដោយផុសពីបេះដូងរបស់គាត់មកធ្វើជាមួយយើងអានឹងបានទៅមុខបានការអភិរក្សនិងអភិវឌ្ឍសត្វផ្សោតទន្លេមេគង្គប្រកបដោយចីរភាពប្រព្រឹត្តទៅបានគឺអាស្រ័យទៅលើការចូលរួមរបស់ប្រជាជនក្នុងសហគមន៍ដែលទាមទារការយល់ដឹងអំពីតម្លៃនៃការអភិរក្សការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននិងការធ្វើឲ្យមានសុខដុមរមណីយកម្មរវាងផ្សោតនិងសហគមន៍